ជំរាបសួរព្រះរាជញាតិវង្សប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំបាទអ៊ីងសំអល់អ្នកនិពន្ធមានវិជ្ជាដោះប្រស្នាបានមកធ្វើដំណោះស្រាយប្រស្នានៅក្នុងសភៅចៅណាវិជ្ជាភាគ2ជាបន្តទៅទៀតមកចូលមកដល់ពេលព្រះជន្មចម្រើនវ័យធំដឹងក្តីនិស័យរបស់ព្រះអង្គជាអ្នកទ្រទ្រង់ប្រធមព្រះអង្គរាជបុត្ររាជកុមារបានថ្វាយបង្គំគាល់សុំលាព្រះរាជបិតាព្រះរាជមាតាចេញទៅសិក្សាអង្គព្រំវិជ្ជាពីសំណាក់លោកគ្រូអាចារ្យព្រះមហាមុនីអេសីនៅក្នុងព្រៃស្មោសានឋានស្ងាត់មួយសូមឆ្លេះត្រង់នេះមិនទាន់សម្ដែងវិចារសូមលើកយកទេពកញ្ញាចន្ទទេវីរាជនីទី2បានមកយកកំណត់ថ្មីជាមនុស្សលោកដែរមាននាមថានាងវិមានច័ន្ទនាងមាននាមពីរោះល្អរូបសម្បត្តិល្អចិត្តគំនិតមេយិតចរិយាល្អតែនាងកើតក្នុងត្រកូលកសិករក្រខ្សត់គ្រាន់តែនាងមានឪពុកម្ដាយជាមនុស្សមានធម៌មានទានសិលល្អណាស់បវរធីតាមានគំនិតប្រាជ្ញាចង់បានគូកប់កាយាជាបុរសល្អសង្ហាមានរូបសម្បត្តិល្អគ្រប់លក្ខណៈមានចិត្តគំនិតកិរិយាមេយិតល្អត្រង់ត្រឹមត្រូវនិងស្មោះស្ម័គ្រភក្តីភាពចំណេះវិជ្ជាការចេះដឹងនិងភាពក្លាហានអង្អាចរឹងប៉ឹងនិងជាកំពូលបុរសចំណាត់ថ្នាក់លេខ1លើលោកឬមានអ្នកប្រាជ្ញល្អភ្លឺមានប្រាជ្ញាល្អភ្លឺថ្លាដោយព្រះច័ន្ទនាថ្ងៃ15កើតពេញបរមីនិស័យដោយព្រះអ្នកមានបុណ្យនាងវិមានច័ន្ទតែងតែធ្វើការគោរពគុំហដ្ឋាសំពះព្រះច័ន្ទនាពេលព្រះច័ន្ទរះបំភ្លឺថ្ងៃពេញបរមីទូថ្វាយព្រះច័ន្ទឬនាងពោលវិចារតែជាមួយព្រះច័ន្ទតែម្នាក់ឯងហេតុតែនាងវិមានច័ន្ទជាមនុស្សស្រីមានធម៌មានសិលធ្វើឲ្យព្រះច័ន្ទរះបំភ្លឺលោកឬព្រះច័ន្ទទេពរាមរាជបានទទួលសន្តាប់ឬនាងវិមានច័ន្ទពោលថ្លែងវិចារនៅក្នុងចិត្តតែម្នាក់ឯងគូឲ្យកណ្ដែកកណ្ដែងថ្លែងវិចាររៀបរាប់សារស័ព្ទសម្ដែងពីចិត្តរបស់នាងសម្ដែងពីសេចក្តីប្រាថ្នាចង់បានរបស់នាងសម្ដែងពីធម៌សិលរបស់នាងធ្វើឲ្យប្រច័ណ្ឌទេពរាមរាជទៀងស្ដាប់សំនៀងស្រស់ស្រីប្រច័ណ្ឌពេញបរមីបតីចាប់ចិត្តប្រតិបត្តិមេត្រីស្រស់ធីតានាងវិមានច័ន្ទប្រច័ណ្ឌព្រះអង្គទេពមានរាជក៏ទ្រង់សម្ដែងបដហាយើងចុះពីឋានវេហាយេត្រាមកជួបរូបនាងវិមានច័ន្ទនាពេលកណ្ដាលអធ្រាត្រស្ងាត់និងជាពេលនាងវិមានច័ន្ទកំពុងសម្រានលក់យ៉ាងស្កប់ស្កល់ក្នុងបន្ទប់របស់នាងព្រះអង្គប្រច័ណ្ឌទេពរាមរាជទ្រង់សម្ដែងរិទ្ធដាស់នាងវិមានច័ន្ទឲ្យភ្ញាក់ហើយទ្រង់ត្រាស់អំពីវត្តមានរបស់ព្រះអង្គថាព្រះអង្គជាប្រច័ណ្ឌទេពរាមរាជរះបំភ្លឺទ្វីបលោកនារាត្រីកាលព្រះអង្គបានថ្លែងព្រះបន្ទូលវិចារថាព្រះអង្គបានសន្តាប់ឮវិចារសារស័ព្ទរបស់នាងរៀងរាល់ពេលប្រច័ណ្ឌរះពេញបរមីឬស្រស់ស្រីពោលថ្លែងវិចារសារស័ព្ទទាំងអស់ព្រះអង្គទ្រង់ជ្រាបទាំងអស់ថានាងមានបំណងប្រាថ្នាយ៉ាងណាព្រះអង្គប្រច័ណ្ឌថ្លាទ្រង់ត្រាស់សួរចិត្តនាងថាបើព្រះអង្គចង់បាននាងវិមានច័ន្ទជាព្រះមហាជាយាតើនាងទទួលព្រះអង្គជាព្រះស្វាមីទេពេលនោះនាងវិមានច័ន្ទទូលថ្វាយព្រះច័ន្ទថានាងព្រមតាមព្រះអង្គទាំងអស់អត់មានលក្ខខណ្ឌអ្វីទេព្រះច័ន្ទព្រះអង្គទ្រង់ត្រាស់សួរនាងវិមានច័ន្ទទៀតថាព្រះអង្គយករូបនាងទៅនៅជាមួយឲ្យនាងគង់លើរាជរថយាងរះបំភ្លឺទ្វីបលោកជាមួយព្រះអង្គនាងព្រមដែរឬទេនាងវិមានច័ន្ទឆ្លើយទូលថ្វាយព្រះច័ន្ទថានាងខ្ញុំម្ចាស់ព្រមតាមព្រះអង្គទាំងអស់ព្រះអង្គប្រច័ណ្ឌទេពរាមរាជទ្រង់ត្រាស់បន្ទូលវិចារ
មួយចំណុចទៀតថាចូលមកដល់វេលាឥឡូវនេះព្រះអង្គចាស់ទុំហើយព្រះអង្គគង់មិនអាចទទួលសេចក្តីស្នេហារួមរយកាយាជាមួយព្រះមហាជាយាបានទេគឺគ្រាន់តែត្រឹមបានថានាងយាងចេញដំណើរគង់លើរាជរថរះបំភ្លឺទ្វេបលោកបានតែប៉ុណ្ណោះតើនាងព្រមទេនាងវិមានច័ន្ទឆ្លើយទូលថ្វាយព្រះច័ន្ទថានាងព្រមតាមទាំងអស់ព្រះអង្គលោកបានទទួលការយល់ព្រមពីនាងវិមានច័ន្ទគ្រប់លក្ខខណ្ឌហើយព្រះអង្គព្រះច័ន្ទទេពរាមរាជទ្រង់ត្រាស់ឲ្យនាងវិមានច័ន្ទយាត្រាឡើងលើរាជរថគង់ហើយទ្រង់អលង្ការស្រស់ស្រីធីតាបានទទួលឯកសណ្ឋានជារាជនីទេវីព្រះមហាជាយាភ្លាមមួយរំពេចប្រច័ន្ទទេពរាមរាជទ្រង់សម្ដែងបរិហាមួយទៀតគឺបង្កើតរូបមាសជានាងវិមានច័ន្ទសម្រានក្នុងបន្ទប់មួយទៀតឬជាការបំភាន់ឲ្យឪពុកម្ដាយរបស់នាងវិមានច័ន្ទដឹងថានាងឡើងទៅឋានប្រច័ន្ទជាមួយប្រច័ន្ទទេពទេគឺឲ្យឪពុកម្ដាយនាងវិមានច័ន្ទយល់ច្រឡំថាកូនស្រីដ៏ល្អរបស់គាត់មរណៈហើយរូបកាយคล้ายជាមាសសុទ្ធពេញរូបតែម្ដងត្រង់នេះឪពុកម្ដាយនាងវិមានច័ន្ទនឹកស្រណោះកូនស្រីណាស់តែអាយុសង្ខារធម្មតាកើតមកជាមនុស្សតែងតែមរណៈទៅវិញមិនបានដឹងមុនជាធម៌អនត្តាអាសូរកូនស្រីមានកតញ្ញូធម៌ពេលកូនសូនសង្ខារបន្សល់ទុករូបឋានជាមាសសុទ្ធឲ្យឪពុកម្ដាយមានតម្លៃមានជីវភាពល្អទៅថ្ងៃក្រោយសូមសម្ដែងពីនាងវិមានច័ន្ទបានគង់លើរាជរថព្រះច័ន្ទចរជាមួយព្រះស្វាមីជាប្រច័ន្ទទេពរាមរាជនាងត្រូវទទួលដំណំមួយថាកុំឲ្យនាងក្រោកឈរនៅពេលប្រច័ន្ទកំពុងយាងរះបំភ្លឺទ្វេបលោកនាពេលរាត្រីបើនាងភ្លេចស្មារតីតែបន្តិចគឺក្រោកឈរនោះត្រូវខ្យល់កម្មវិជ្ជវិទ្យបក់កាត់ផ្ដាច់សេរសាននាងធ្លាក់ពីឋានប្រច័ន្ទឬធ្លាក់ពីរាជរថកំពុងចរយាត្រាហើយនាងវិមានច័ន្ទទៅចងចាំស្មារតីមិនភ្លេចឬធ្វេសប្រហែសឡើយតែការចាំមិនបានយូរឡើយដោយនាងវិមានចាំមានអារម្មណ៍ចម្លែកចង់ក្រឡេកមើលក្រោកឈរមើលអ្វីឃើញចង់ឃើញអ្វីនៅលើដីឋានមនុស្សលោកស្រាប់តែសេរសាព្រះមហារាជនីព្រះនាងវិមានច័ន្ទទេវីដាច់ធ្លាក់ចុះក្រោមដល់ឋានព្រះធរណីមកទើលើស្លឹកធូបក្នុងបឹងឈូកមួយព្រះច័ន្ទទេពរាមរាជមានឫទ្ធិបារមីល្អប្រសើរថ្លៃទ្រង់រន្ធត់ញាប់ញ័រហឫទ័យហួសចំពោះហេតុការណ៍កើតឡើងថ្មីខ្យល់កម្មវិជ្ជវិទ្យកាត់ផ្ដាច់ប្រឡ័យមិនក្រែងកោតខ្លាចឫទ្ធិបារមីរបស់ព្រះច័ន្ទចររាត្រីទេពនិមិត្តរាមរាជមានរស្មីពេញបរមីឲ្យទេវីស្រីបងសង្ខារតែព្រះអង្គទ្រង់មានទឹកកន្ទីចេស្តាជួយសេរសាព្រះមហាជាយាព្រះនាងវិមានច័ន្ទឲ្យនៅរស់ព្រោះព្រះអង្គទ្រង់ស្រោចទឹកកន្ទីទៅលើព្រះរាជរថទៅត្រូវសេរសានាងវិមានច័ន្ទឲ្យនៅរស់ចេះស្រដីស្រស់ស្រីចាំបានតែឈ្មោះនាងវិមានច័ន្ទតែប៉ុណ្ណោះលុះព្រឹកឡើងព្រះអាទិត្យរះជះកម្មរស្មីឡើងក្តៅតាមថ្ងៃស្រស់ស្រីក្តៅហែងកើតទុកម្នាក់ឯងកណ្ដោចកណ្ដែងកណ្ដាលបឹងឈូកបែកញើសជោគស្រែករកព្រះធម៌ព្រះនាមពុទ្ធោមកជួយនាងខ្ញុំម្ចាស់ផងដេចឡើយខ្ញុំម្ចាស់មករស់នៅលើស្លឹកឈូកហើយមានតាមតែសេរសាទេវតាលោកអើយជួយផងលោកអ្នកណាអើយជួយខ្ញុំផងខ្ញុំរងកម្ដៅថ្ងៃក្តៅណាស់លោកអើយ
សម្រេចស្រេចរបស់នាងវិមានច័ន្ទត្រូវបានព្រះអង្គទេវតាគង់ចាំថែរក្សាបឹងឈូកនិងព្រៃព្រឹក្សាឬធីតាស្រែកដង្ហោយហៅព្រះអង្គទេវតាឲ្យជួយហេតុនេះតែនាងវិមានច័ន្ទមានអានិសង្សបុណ្យសិលឧបបារមីពេញបរមីល្អប្រសើរថ្លៃស្រីបានសាងពីចិត្តមុនទុករួចជាស្រេចមកហើយម្លោះហើយព្រះអង្គទេវតាទេវបុត្រមិនលំបាកក្នុងការជួយនាងត្រូវទេវតាថែទេវតាផ្នែកខាងគូព្រេងឬគូស្រករទទួលដឹងឮកាលនាងបានផ្សងសូមជួបបរោះកំពូលអ្នកប្រាជ្ញលើលោកសូមលោកព្រះអង្គទេវតាជួយជាសាក្សីបើខ្ញុំត្រូវអស់សង្ខារដូចម្ដេចក្តីសូមបានជួបស្វាមីជាមនុស្សស្មោះត្រង់ភក្តីស្រឡាញ់ភរិយាលុះដល់ជីវិតខ្សែសូមឲ្យបរោះនោះជាមនុស្សមានជ័យមានប្រាជ្ញាល្អភ្លឺថ្លាដោយប្រច័ណ្ឌរះពេញបរមីរូបសម្បត្តិល្អប្រពៃវិស័យទេវបុត្រកុមារសូមបំណងប្រាថ្នាបានសម្រេចទោះដាច់សេរសាក៏នាងព្រមដែរសូមបានជួបមកជាគូស្នេហ៍សូមបានថ្នមថែបានស្ដាប់ចម្រៀងលួងបំពេពីរោះដោយសัตว์លលោកញីឈ្មោលចេះបោចេះរងាវគៀងគូកក្រោយ៉ាងពីរោះសូមឲ្យមានឈ្មោះពីរោះដោយព្រះច័ន្ទថ្លាសូមបានកើតនៅក្នុងត្រកូលសត្វជារាជបុត្រកុមារទោះនាងខ្ញុំម្ចាស់មានកំណើតត្រកូលជាប្រជារាស្ត្រក្រខ្សត់យ៉ាងណាក៏នាងខ្ញុំព្រមដែរសូមឲ្យតែលោកម្ចាស់កំពូលបរោះស្នេហ៍ស្មោះនឹងខ្ញុំលោកខ្សៃចរណៃសូមរស់ក្រោមទ្រូងប្រុសថ្លៃលុះអវសានសង្ខារឥតបែកបែកដោះដៃពីម្ចាស់ថ្លៃសោះឡើយក្នុងព្រៃស្ងាត់ជ្រងំជុំវិញបឹងឈូកលឺសូរតែសត្វយំច្រើនសន្ធឹកគ្មានលឺសំឡេងមនុស្សលោកណាមានវិចារឆ្លងឆ្លើយអ្វីទេតែព្រះអង្គទេវតាថែរក្សាព្រៃភ្នំជុំវិញស្រះត្រពាំងបឹងឈូកបែរជាលឺសំឡេងវិចារទេពធីតាបនស្រន់អំពីជាតិមុនយូរមកហើយឲ្យលឺនាពេលនេះតែម្ដងនេះមកអំពីនាងមានអានិសង្សបនពេញបរមីវិចាររបស់នាងវិមានច័ន្ទត្រូវបានព្រះអង្គទេវតាទេវបុត្រជាច្រើនអង្គបានដឹងហើយបានលើហើយឲ្យហឫទ័យញាប់ញ័ររញ្ជួយរំភើបអស់អារម្មណ៍ព្រះអង្គទេវតានឹកគិតសរសើរតើបរោះណាមានភ័ព្វវាសនាបានមកជាគូក្រងនឹងកំពូលធីតាជាគូគប់វាសនាអនាគតលោកអើយលោកម្ដេចក៏មានភ័ព្វបនវាសនាល្អម្លេះអស់លោកទេវតាគិតពិភាក្សាព្យាកររកមើលគូស្រកររបស់នាងវិមានច័ន្ទពីអតីតជាតិជាអ្នកណានៅឯណាហើយឈ្មោះអ្វីលុះបានគុណគូពិនិត្យឃើញថាត្រឹមត្រូវហើយគឺគូរបស់នាងមាននាមថាព្រះរាជបុត្រព្រះច័ន្ទកុមារនៅសិក្សាហាត់រៀនអប់រំវិជ្ជាពីសំណាក់ព្រះមហាមុនីឥសីរាជគង់លើភ្នំព្រះសិលារាំងសីព្រៃបរពតអស់លោកព្រះអង្គទេវតាបានគិតពិនិត្យពិភាក្សាថាមានតែទៅសំដែងបដិហាឲ្យព្រះអង្គក្សត្រាមានបំណងចង់សុំលាគ្រូអាចារ្យលោកតាព្រះមហាមុនីឥសីរាជព្រះអង្គវិញនាថ្ងៃ15កើតខែអាសុចទៅព្រោះជាថ្ងៃល្អនឹងនាំដំណើរព្រះអង្គព្រះរាជកុមារធ្វើដំណើរឆ្លងកាត់ទីនេះរាជកុមារនឹងបានលើទេពធីតាទេវីនាងវិមានច័ន្ទស្រែកយំសុំឲ្យគេជួយត្រង់នឹងយកជាបានការរាជកុមារចុះហែលទឹកទៅយកសេរសានាងវិមានច័ន្ទហើយព្រះអង្គទេវតាទេវបុត្រឬអរុគអរិយអ្នកតាបានចរចាវិភាសារកឃើញរូបមន្តដំណោះស្រាយជួយដោយ
ព្រះអង្គទេវតាហោរាគុណគូព្យាករឃើញថាទេពធីតាទេវីនាងវិមានច័ន្ទមានអ្នកជួយជាលោកម្ចាស់រាជបុត្រប្រច័ណ្ឌកុមារនោះហើយជាអ្នកជួយដោះទុកនាងបាននិងកល្យានត្រូវជាគូភពព្រេងវាសនាធីតាមានបុណ្យសិលជួយទ្រទ្រង់រូបនាងមិនលំបាកយូរប៉ុន្មានទេព្រះអង្គទេវតាចាត់វិធានការចាត់ចែងទេវតានាំសារនាំយកសំឡេងវិចារទេពធីតានាងវិមានច័ន្ទទេវីនារីមានទុកឲ្យព្រះរាជកុមារបានឮហើយអបសុកទ្រាំនៅអាស្រមព្រះមហាមុនីឥសីលែងបាននឹងបានឆាប់ប្រញាប់មកជួយរំដោះទុកកល្យានឲ្យប្រាណសេរសាឆ្លងផុតពីកម្ដៅព្រះអាទិត្យស្ដៅស្ទើរផុតជីវិតខ្សែព្រះអង្គទេវតានាំសារមានប្រាជ្ញាឆ្វេងយល់យកដំណឹងសោកសល់របស់និមលនាងវិមានច័ន្ទមកឲ្យព្រះរាជបុត្រនាពេលព្រះអាទិត្យជិតរះមានពណ៌ក្រហមព្រឿងទឹះបូលឺសូរទេពធីតាសោយសោកការស្រែកយំសូមឲ្យលោកអ្នកណាជួយលឺឲ្យរលួយរលេះចេះធ្ងោចធ្ងរលឺរវយពីចម្ងាយឆ្ងាយណាស់តែព្រះអង្គម្ចាស់រាជកុមារស្ដាប់ឮដឹងយល់ថានាងរងកម្ដៅថ្ងៃក្ដៅខ្លាំងណាស់លោកអើយលោកព្រះអង្គទេវតាអើយជួយខ្ញុំផងខ្ញុំស្លាប់ឥឡូវហើយជួយផងខ្ញុំនៅក្នុងបឹងឈូកនៅលើស្លឹកឈូកសូមលោកចុះមកបឹងឈូកឃើញខ្ញុំហើយខ្ញុំនៅលើស្លឹកឈូកខ្ញុំខ្លាចសត្វដង្កូវខ្ញុំខ្លាចសត្វមេអំបៅទុំភ្នែកខ្ញុំខ្លាចសត្វខ្លែងខ្លាចឆាបចាប់យកសេរសាខ្ញុំទៅស៊ីអីនឹងខ្ញុំក្តៅពេលព្រះអាទិត្យរះខ្ពស់ត្រង់ខ្ញុំក្តៅខ្លាំងលោកអើយលោកមកជួយខ្ញុំផងប្រច័ណ្ឌកុមារព្រះរាជបុត្រស្ទុះក្រោកពីផ្ទុំមុនីមនាយត្រាធ្វើដំណើរឡើងទៅជួបថ្វាយបង្គំព្រះគ្រូព្រះអាចារ្យព្រះមហាមុនីឥសីរាជថាបានឮសំឡេងមនុស្សស្រីមានទុក្ខភ័យរងកម្ដៅថ្ងៃក្ដៅខ្លាំងភ័យទាំងខ្លាចសត្វខ្លែងហើយឆាបចាប់នាងយកទៅស៊ីតើនាងជាអ្វីទៅលោកតាព្រះមហាមុនីឥសីរាជគង់រំពឹងសម្លឹងតាមញៀនដឹងឬពោតញៀនឃើញថាសំឡេងដង្ហើយហៅថ្មីជាវិចារចៅស្រីជាគូសង្សាររបស់ចៅពីអតីតជាតិនាងមានទុក្ខធំសុំចៅចេញទៅឥឡូវទៅជួយនាងផងបើចៅទៅមិនទាន់គ្រោះថ្នាក់ធ្លាក់ដល់អាយុសង្ខារបើមិនដល់សង្ខារក៏មុខរបស់នាងស្លោកនឹងកម្ដៅថ្ងៃដែរម្យ៉ាងទៀតមានសត្វមូសសុចកណ្ដូបដង្កូវសត្វខ្លែងស្ទាំងប្រមងក៏នាំឲ្យនាងភ័យខ្លាចខ្លាំងណាស់ដែរចៅគួរតែចាក់ចែងទៅព្រោះចំណេះវិជ្ជារបស់ចៅសមល្មមប្រើការបានហើយបើចៅយើងទៅដល់ព្រះនគររបស់ចៅព្រះរាជបិតានឹងផ្ទេរព្រះរាជសម្បត្តិឲ្យចៅឡើងគ្រងរាជហើយព្រះមហាមុនីឥសីរាជបន្តបានចៅលាគ្រូទៅនគររាជវិញតាគួរផ្ដល់ដំមូលមានដល់ចៅខ្លះថាមុនធ្វើការអ្វីត្រូវឲ្យគិតឲ្យបានល្អិតអន់ល្អសិនសឹមធ្វើបើធ្វើដំណើរឆ្លងកាត់នគរមួយទៅកាន់នគរមួយបើខុសតែបន្តិចចៅមរណៈចោលឆ្អឹងនៅនគរគេហើយចំពោះបំណុលអ្នកណាចំពាក់អ្នកនោះសងមកចៅតាមមកចៅមកចិត្តតាហើយបែរប្រានទៅមុខទៅចំទឹះបូតាប្រសិទ្ធិឲ្យចៅយាង
ចេញទៅមានសេរីសួស្តីចេះជំនះឈ្នះគូបដិបកណាមានកំហុសមានទោសអវិន័យអសិលធម៌អមនុស្សធម៌សូមមានវិចារប៉ុណ្ណេះចុះដល់នាទីហើយសូមអរគុណព្រះរាជញាតិវង្ស